ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក Federal Bureau of Investigation ឬ FBI បានចេញការព្រមានថាប្រទេសអ៊ីរ៉ង់អាចមានបំណងឬកំពុងពិចារណាប្រើ drone វាយប្រហារដើម្បីវាយប្រហារទៅលើរដ្ឋ California នៃ United States ប្រសិនបើមានសង្គ្រាមឬការប្រឈមមុខធំកើតឡើងរវាងប្រទេសទាំងពីរតាមការវិតម្លៃរបស់សន្តិសុខអាមេរិកការវាយប្រហារដោយ drone អាចត្រូវបានប្រើជាវិធីសងសឹកប្រសិនបើអាមេរិកធ្វើប្រតិបត្តិការយោធាវាយប្រហារលើគោលដៅសំខាន់ៗរបស់អ៊ីរ៉ង់ drone ទាំងនេះអាចត្រូវបានប្រើដើម្បីវាយប្រហារលើគោលដៅស៊ីវិលឬគោលដៅសេដ្ឋកិច្ចសំខាន់ៗផងដែរហេតុអ្វីបានជា California អាចក្លាយជាគោលដៅបាទព្រោះថា California គឺជារដ្ឋសំខាន់បំផុតមួយរបស់អាមេរិកទាំងផ្នែកសេដ្ឋកិច្ចនិងយោធានៅទីនោះមានមូលដ្ឋានយោធាធំៗជាច្រើនមានកំពង់ផែពាណិជ្ជកម្មធំៗដូចជា Port of Los Angeles និង Port of Long Beach ដែលជាច្រកដឹកជញ្ជូនសំខាន់បំផុតក្នុងពិភពលោកមិនត្រឹមតែប៉ុណ្ណោះទេនៅ California ក៏មានក្រុមហ៊ុនបច្ចេកវិទ្យានិងឧស្សាហកម្មការពារជាតិជាច្រើនដែលធ្វើឲ្យតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំងអ្នកជំនាញសន្តិសុខក៏បានបញ្ជាក់ថាអ៊ីរ៉ង់មានបទពិសោធន៍ខ្លាំងក្នុងការអភិវឌ្ឍ drone យោធាឧទាហរណ៍ដូចជា Shahid 136ដែលជា drone វាយប្រហារដែលអាចបុកគោលដៅដោយខ្លួនឯង Mohajer 6ដែលប្រើសម្រាប់ស៊ើបការណ៍និងវាយប្រហារនិង Shahid 129ដែលជា drone រយៈចម្ងាយឆ្ងាយ drone ខ្លះអាចហោះបានជាច្រើនម៉ោងនិងអាចដឹកមីស៊ីលឬគ្រាប់បែកតូចៗទៅវាយប្រហារគោលដៅបានបើនិយាយអំពីរបៀបដែល drone អ៊ីរ៉ង់អាចទៅដល់សហរដ្ឋអាមេរិកអ្នកវិភាគសន្តិសុខបានពិចារណាជម្រើសជាច្រើនជម្រើសទី1គឺអាចបាញ់ drone ពីនាវាពាណិជ្ជកម្មឬនាវាសម្ងាត់នៅមហាសមុទ្រប៉ាស៊ីហ្វិកជិត California ជម្រើសទី2អាចប្រើបណ្ដាញសម្ព័ន្ធមិត្តឬភ្នាក់ងារសម្ងាត់ដើម្បីនាំ drone តូចៗចូលទៅក្នុងសហរដ្ឋអាមេរិកហើយជម្រើសទី3គឺការប្រើ drone រយៈចម្ងាយឆ្ងាយដែលអ៊ីរ៉ង់កំពុងអភិវឌ្ឍប៉ុន្តែបើយើងក្រឡេកមើលប្រព័ន្ធការពាររបស់អាមេរិកវិញសហរដ្ឋអាមេរិកក៏មានបច្ចេកវិទ្យាច្រើនសម្រាប់ទប់ស្កាត់ការវាយប្រហារដោយ drone ដំបូងគេគឺប្រព័ន្ធ radar និង satellite ដែលអាចរកឃើញវត្ថុហោះក្នុងអាកាសពីចម្ងាយបន្ទាប់មកគឺប្រព័ន្ធការពារដោយមីស៊ីលដូចជា Patriot Missile System និង NASAM Air Defense System ដែលអាចបាញ់បំផ្លាញគោលដៅនៅលើអាកាសបានក្រៅពីនេះក៏មានសង្គ្រាមអេឡិចត្រូនិកដែរដែលអាចរំខានសញ្ញាគ្រប់គ្រង drone ឬធ្វើឲ្យវាបាត់ការគ្រប់គ្រងផងដែរយ៉ាងណាមិញអាជ្ញាធរសន្តិសុខអាមេរិកបានបញ្ជាក់ថាការព្រមាននេះគ្រាន់តែជាការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះនៅពេលបច្ចុប្បន្នមិនទាន់មានភស្តុតាងច្បាស់ថាមានគម្រោងវាយប្រហារពិតប្រាកដឬគ្រោះថ្នាក់កំពុងកើតឡើងភ្លាមៗនៅ California ទេគោលបំណងនៃការព្រមាននេះគឺដើម្បីឲ្យអាជ្ញាធរសន្តិសុខត្រៀមការពារបង្កើនការត្រួតពិនិត្យលើ drone និងធ្វើឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះហានិភ័យសន្តិសុខអន្តរជាតិពីដឹងតិចៗជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា